សាច់ជ្រូក3ជាន់យកមកភ្លាជាមួយនឹងអង្គលីងនិយាយពីថាទំនងណាជាសត្រូវជាមួយនឹងអ្នកសម្រក់គីឡូហើយមុខម្ហូបមុខនេះយប់ឡើងនិយាយពីថាមើលហើយក៏ពើរះទៀតហើយនេះអូយទំនងមែនតើអញ្ចឹងសាករៀនវិធីធ្វើទាំងអស់គ្នាថាតើភ្លៀងអង្គលីងនេះគេធ្វើបែបម៉េចណាព្រោះអីបើប្រើអង្គលីងយើងលីងខ្លួនឯងដាក់ម្ទេសហិលអញ្ចឹងមកនិយាយពីថាជាតិអើយសែនជាតិពុកម៉ែបងប្អូនអើយថ្ងៃនេះហាអូមកធ្វើភ្លាសាច់ជ្រូក3ជាន់ជាមួយនឹងអង្គលីងណាហើយញ៉ាំរបស់ហិលអញ្ចឹងកុំភ្លេចជាមួយនឹងទឹកដោះគោសរីរាង្គនិងទឹកដោះពពែ Living Planet ដែលត្រូវបានផលិតចេញពីគោនិងពពែដែលមានសុខភាពល្អត្រូវបានចិញ្ចឹមតាមបែបធម្មជាតិពីប្រទេសអូស្ត្រាលីទឹកដោះគោសរីរាង្គ Living Planet មានពីរប្រភេទគឺ Full Cream និង Low Fat ចំពោះទឹកដោះពពែសុទ្ធពីធម្មជាតិ 100% ហើយស័ក្តិសមសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយនិងអ្នកដែលអាឡែស៊ីជាមួយនឹងទឹកដោះគោញ៉ាំទឹកដោះគោសរីរាង្គនិងទឹកដោះពពែ Living Planet សុវត្ថិភាពល្អសម្រាប់សុខភាពកុមារនិងមនុស្សពេញវ័យហើយបងប្អូនក៏អាចរកជាវទិញបាននៅលើទីផ្សារនានានិង Baby Mart នានាទូទាំងប្រទេសកម្ពុជាឥឡូវយើងមកតាមដានវិធីធ្វើរបស់យើងម្ដងចំពោះសាច់ជ្រូកខ្ញុំយកមកដាក់លាងជាមួយនឹងអំបិលច្របាច់ក្រូចឆ្មាចេះមកដើម្បីជួយកាត់ក្លិនសាហើយជំរះក្អែនៅលើស្បែកបានល្អហើយបន្ទាប់ពីយើងលាងសម្អាតឲ្យបានស្អាតអីរួចរាល់ហើយយើងចាប់ផ្ដើមយកសាច់ជ្រូកយកមកដាក់ស្ងោរហើយបន្ថែមជាមួយនឹងគល់ក្រៃលក្រូចដេងនិងអំបិលហើយម្លងពេលដែលយើងចាំសាច់ជ្រូករបស់យើងឆ្អិនហ្នឹងយើងចាប់ផ្ដើមមកធ្វើទឹកត្រីភ្លារបស់យើងហាន់ខ្ទឹមសខ្ទឹមក្រហមម្ទេសគល់ក្រៃចំពោះម្ទេសវិញខ្ញុំប្រើម្ទេសម្លេនិងម្ទេសដៃនាងណាហើយបន្ទាប់ពីយើងហាន់គ្រឿងហាន់អីរួចរាល់ហើយយើងចាប់ផ្ដើមយកម្ទេសហើយនឹងខ្ទឹមមកដាក់កិនម្ទេសកិនខ្ទឹមអីរួចរាល់អីហើយយើងចាប់ផ្ដើមមកលីងអង្គលីងហើយចំពោះអង្គហ្នឹងគឺយើងលីងខ្លួនឯងទៅគឺឈ្ងុយជាងយើងទិញស្រាប់មកពីផ្សារយើងលីងអង្គមើលតែក្រហមល្អហើយយើងចាប់ផ្ដើមយកអង្គរបស់យើងយកមកបុកអង្គអីរួចរាល់ហើយយើងចាប់ផ្ដើមមកមើលសាច់ជ្រូករបស់យើងចំពោះសាច់ជ្រូកខ្ញុំស្ងោររៀងយូរដែរដោយសារតែសាច់ជ្រូករបស់យើងរៀងក្រាស់អញ្ចឹងយើងស្ងោរប្រែចុះប្រែឡើងហើយបន្ទាប់ពីសាច់ជ្រូករបស់យើងឆ្អិនហើយយើងចាប់ផ្ដើមយកសាច់ជ្រូករបស់យើងយកមកដាក់ហាន់និយាយពីថាសាច់ជ្រូករបស់យើងគឺនៅមានភាពជូស៊ីល្អណាស់ហើយយើងហាន់ជាប្រទះស្ដើងមកល្មមមកបន្ទាប់ពីយើងហាន់សាច់ជ្រូកហាន់អីរួចរាល់ហើយយើងចាប់ផ្ដើមមកលាយគ្រឿងដើម្បីធ្វើទឹកភ្លារបស់យើងណាហើយគ្រឿងរបស់យើងអត់មានអីទេមានតែទឹកត្រីស្ករប៊ីចេងម្សៅស៊ុបហើយនឹងគ្រឿងម្ទេសរបស់យើងនឹងឯងហើយយើងចាប់ផ្ដើមចាក់ទឹកត្រីរបស់យើងចូលថែមជាមួយនឹងប៊ីចេងស្ករសម្សៅស៊ុបហើយនឹងចាក់ម្ទេសចូលមើលភ្លក់តាមល្មមហើយច្របាច់ក្រូចឆ្មាមើលតាមល្មមរសជាតិហើយចាំយើងចាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលនិយាយពីថាអូយឡើងទំនងហ្មងណាហើយបន្ទាប់មកយើងចាប់ផ្ដើមថែមជាមួយនឹងគល់ក្រៃខ្ទឹមសខ្ទឹមក្រហមអង្គលីងដាក់ចូលគ្នាចេះមកថែមជាមួយនឹងម្ទេសហាន់ចេះទៀតមកម្ទេសហុយទៀតមកអូនិយាយពីថាតំណងណាហើយចំពោះភ្លារបស់យើងគឺបើសួរហាឃើញក្រហមហ្នឹងហឹលខ្លាំងអត់សូវហឹលខ្លាំងទេព្រោះយើងប្រើម្ទេសម៉ាឡេហើយបន្ទាប់មកខ្ញុំថែមជាមួយនឹងម្ទេសអាចសាត់ហើយនឹងជីនិយាយពីថាអូយឡើងឈ្ងុយឡើងតំណងហ្មងណាហើយចំពោះគឺឈ្ងុយអង្គលីងណាព្រោះអង្គលីងយើងប្រើអង្គលីងខ្លួនឯងអញ្ចឹងគឺក្លិននឹងឈ្ងុយហ្មងឥឡូវភ្លាសាច់ជ្រូក3ជាន់អង្គលីងរបស់យើងគឺរួចរាល់ហើយនិយាយពីថាពណ៌ឡើងតំណងរសជាតិមកអែមហ្មងណាហើយណែអូយបានញ៉ាំជាមួយនឹងបន្លែទៀតមកគឺរឹតតែអែមហ្មងដាក់សាច់ជ្រូក3ជាន់យើងចេះមកត្រាប់ជាមួយនឹងបន្លែចេះមកអូយជាតិណាហើយបើហឹលខ្លាំងយើងញ៉ាំជាមួយនឹងទឹកដោះគោសរីរាង្គនិងទឹកដោះពពែ Living Planet មកបាត់ហឹលហ្មងហើយនេះបាយរបស់យើងបាយក្តៅហុយដាក់ជាមួយនឹងភ្លាសាច់ជ្រូក3ជាន់របស់យើងជិះមកនិយាយពីថាអូយជាតិណាហើយចង់ឲ្យចំអិនមកវិញនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយ